ba video một ngày ní bong bóng ở khné khơi cam viết Facebook này là ekran từ sập đây là bọc xem bạn chẳngในក្នុងវីដេអូមួយនេះខ្ញុំនឹងបង្ហាញដល់អ្នកគ្នាមួយចំណុចដែលជាចំណុចសំខាន់ដែរសម្រាប់បងប្អូនយើងដែលប្រើប្រាស់ទៅលើកម្មវិធី Facebook អូខេក្រុមជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាត្រឡប់មកជួបជាមួយនឹងខ្ញុំបាទប៉ាត្រីបន្តទៀតជាមួយនឹង PPY Channel របស់ខ្ញុំបាទផងដែរវីដេអូមួយនេះខ្ញុំនឹងបង្ហាញដល់អ្នកទាំងអស់គ្នាអំពីរបៀបនៃការឆែកមើលលក្ខណៈថារបៀបនៃការឆែកមើលវីដេអូចាស់ដែលយើងបានមើលហើយមិនថាវីដេអូហ្នឹងយើងបានទៅតែមើលឲ្យថ្មីឬក៏វីដេអូហ្នឹងដែលយើងលក្ខណៈថាយើងបានចូលទៅមើលឲ្យយូរឧទាហរណ៍ថាយើងមើលឲ្យដាច់ពីអីចឹងទៅយើងអាចចូលទៅមើលបានអញ្ចឹងបងប្អូនយើងត្រូវចូលទៅក្នុងកម្មវិធី Facebook ជំហានដំបូងគឺយើងត្រូវចូលក្នុង app Facebook សិនហ្នឹងហើយនិយាយទៅបើសិនជាបងប្អូនយើងនិយាយពីកម្មវិធី Facebook ឲ្យចូលទៅក្នុង app YouTube ក៏អត់ត្រូវដែរអញ្ចឹងយើងចូលទៅក្នុងកម្មវិធី Facebook មកជំហានដំបូងឧទាហរណ៍ញ៉ាំ clear កម្មវិធី Facebook សិនហ្នឹងហើយចូលក្នុង app Facebook ក្រោយមកទៀតនេះគឺជាវីដេអូហ្នឹងហើយវីដេអូអូខេវីដេអូហើយយើងចង់ដឹងថាវីដេអូដែលយើងបានមើលហើយហ្នឹងនៅកន្លែងណាអញ្ចឹងបងប្អូនយើងចុច search កន្លែងនេះ search មកហើយកន្លែង see all នេះគេដាក់ reel យក watch it អញ្ចឹងដោយសារតែខ្ញុំបញ្ជាក់កន្លែងនេះបងប្អូនមានដោយសារតែ Facebook គេ update ណាមានអក្សរច្រើនកន្លែងនេះបើសិនជាបងប្អូនយើងឃើញពាក្យថា watch it នេះអញ្ចឹងយើងចុចលើវាមកបើសិនជាបងប្អូនយើងចុចទៅវា load មកបែបហ្នឹងបងប្អូនយើងគ្រាន់តែចុច see all នេះមកហ្នឹងហើយវីដេអូទាំងអស់ហ្នឹងគឺជាវីដេអូដែលយើងបានមើលហើយអញ្ចឹងបើសិនជាបងប្អូនយើងលក្ខណៈថាចង់ដឹងថាវីដេអូណាយើងមើលបានធម្មតាអីចឹងទៅយើងអាចចុចចូលមើលបានអូខេអញ្ចឹងងាយទេសម្រាប់បងប្អូនយើងដែលត្រូវការឆែកមើលតាវីដេអូណាយើងបានមើលហើយឧទាហរណ៍ថាយើងមើលរឿងបានពាក់កណ្ដាលចឹងទៅយើង clear ចូលទៅ chat ឬក៏ចូលទៅក្នុងកម្មវិធី Telegram ផ្សេងប៉ុន្តែយើងចូលមកក្នុង Facebook វិញ Facebook ក៏ update យើងអត់អាចមើលឃើញអីទេអញ្ចឹងបើសិនជាបងប្អូនយើងត្រូវការឆែកមើលគឺអាចឆែកមើលបែបហ្នឹងបានអញ្ចឹងគឺមានច្រើនវិធីដែរក្នុងការឆែកមើលហ្នឹងអូខេខ្ញុំដូចជាមានមួយវិធីទៀតអញ្ចឹងយើងចូលទៅក្នុង setting ហើយយើងចូលទៅកន្លែងអូខេខ្ញុំចូលកន្លែងសញ្ញា search ចូល activity log ហ្នឹងហើយ active history កន្លែងនេះគឺយើងអាចឆែកឃើញបានដូចគ្នាហ្នឹងហើយបងប្អូនទាំងអស់គ្នារាល់វីដេអូដែលយើងបាន like ណារាល់វីដេអូដែលយើងបាន like ហ្នឹងឧទាហរណ៍ថាយើងបានមើលវីដេអូហ្នឹងហើយយើងចុច like ទៅលើកម្មវិធីទៅលើវីដេអូហ្នឹងអញ្ចឹងវីដេអូណាដែលយើងបាន like ហ្នឹងគឺយើងចុចចូលទៅគឺវានឹង load វីដេអូហ្នឹងចូលមកឲ្យយើងតែម្ដងងាយទេបងប្អូនទាំងអស់គ្នាងាយហ្នឹងហើយបើសិនជាបងប្អូនយើងមើលអត់ទាន់អីអាចខាវីដេអូហ្នឹងមើលតាមក្រោយបានខ្ញុំគ្រាន់តែបញ្ចូលតិចតួចពាក់ព័ន្ធជាមួយនឹងរបៀបនៃការឆែកមើលវីដេអូដែលយើងបានមើលហើយបើសិនជាយើងបានមើលហើយយើងពេញចិត្តវីដេអូហ្នឹងយើងបាន like ហើយអញ្ចឹងបងប្អូនយើងចូលទៅមើលកន្លែងយើងចុច like ហ្នឹងក៏បានចូលទៅមើលកន្លែងដែលយើងបាន view ហើយហ្នឹងក៏បានយើងបានមើលហើយក៏បានអូខេវីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងហើយបងប្អូនទាំងអស់គ្នាសម្រាប់ការចែករំលែកទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នានៅថ្ងៃនេះបើសិនជាបងប្អូនយើងពេញចិត្តនៅវីដេអូមួយហ្នឹងកុំភ្លេចជួយចុច like ក៏ដូចជាចុច subscribe ទៅលើ channel YouTube របស់ខ្ញុំបាទម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីនិងបទពិសោធន៍ខ្លីៗពីខ្ញុំបាទផងដែរអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះពីដើមរហូតដល់ចប់ជួបគ្នាវីដេអូបន្តទៀតជាមួយនឹងខ្ញុំបាទផងដែរ